66 ឆ្នាំនៃប្រវត្តិសាស្ត្រការចងចាំនិងការហោះហើររបស់ប្រលានយន្តហោះប៉ូចិនតុងបានមកដល់ទីអវសានយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាអាកាសយានដ្ឋានអន្តរជាតិដំបងបង្អស់របស់កម្ពុជាមួយនេះនឹងត្រូវបិទទ្វារជារៀងរហូតចាប់ពីថ្ងៃទី10ខែកក្កដាឆ្នាំ2025នេះតទៅជាទីបញ្ចប់នៃអាកាសចរឆ្លងច្រើនសម័យកាលជានិមិត្តរូបនៃវឌ្ឍនភាពនិងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកសាងសង់ឡើងក្នុងឆ្នាំ1957និងបានបើកដំណើរការនៅឆ្នាំ1959ប្រលានយន្តហោះប៉ូចិនតុងបានវិវត្តខ្លួនជាលំដាប់ក្លាយទៅជានិមិត្តរូបអាកាសចរជាតិលាតសន្ធឹងលើផ្ទៃដី400ហិកតានិងត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅខែមករាឆ្នាំ2003ជាកន្លែងដែលកំដរប្រទេសកម្ពុជាឆ្លងកាត់ស្ទើរគ្រប់សម័យកាលពីយុគមាសនៃសម័យសង្គមរាស្ត្រនិយមដល់ថ្ងៃដងងងឹតសូន្យសងនៃភ្លើងសង្គ្រាមរហូតដល់ការងើបឡើងវិញជាប្រទេសមួយដែលពិភពលោកទទួលស្គាល់លើកពីប្រលានសម្រាប់យន្តហោះសំចតនិងសំកាំងប្រលានប៉ូចិនតុងជាកន្លែងដែលមនុស្សជាច្រើនគ្រវីដែលលាគ្នាទាំងទឹកភ្នែកជាកន្លែងដែលគ្រួសារបានវិលជួបគ្នាដោយស្នាមញញឹមហើយក៏ជាទីដែលប្រទេសកម្ពុជាបានស្វាគមន៍ជំនួយនឹងក្តីសង្ឃឹមលើកដំបូងបន្ទាប់ពីភាពឯការាប់ទសវត្សរ៍ដោយសារតែសង្គ្រាមហែកហួរផ្ទៃក្នុងដ៏រ៉ាំរ៉ៃជាងមួយខែទៀតប៉ុណ្ណោះជើងហោះហើរទាំងអស់នឹងត្រូវប្តូរពីប្រលានប៉ូចិនតុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដ៏ស៊ីវិល័យតម្លៃជាង$1000 លានអាមេរិកនិងស្ថិតនៅចម្ងាយ20គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញរាជរដ្ឋាភិបាលកម្ពុជាមិនទាន់ប្រកាសពីគម្រោងអនាគតសម្រាប់ប្រលានយន្តហោះចាស់នៅឡើយទេសូមរំលឹកថាប្រលានយន្តហោះប៉ូចិនតុងទទួលជើងហោះហើរបានប្រហែលជា9000ជើងក្នុងមួយឆ្នាំឬស្មើនឹងអ្នកដំណើរជាង1លាននាក់បើទោះបីជាយន្តហោះនឹងឈប់ចុះចតនៅទីលាននេះក៏ដោយក៏អនុស្សាវរីយ៍66ឆ្នាំនឹងស្ថិតនៅក្នុងការចងចាំលាហើយប្រលានយន្តហោះប៉ូចិនតុងនឹងស្វាគមន៍អាកាសយានដ្ឋានអន្តរជាតិថ្មីនិមិត្តរូបថ្មីរបស់កម្ពុជា